ระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะติปิโสภะคะวะสัมพุทโธเวเยจารณะสัมปันโนสุขโตนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะตุมเมกราปุมเรเมจัดเนยเตรเนเอกาจมาบ่ต้มเมกราปุมทวเปสเลิศเลิกแองตัวสกรอน้อมดังเลเสรไซសូមអនុមោទនាមហាសតិប្បដ្ឋានសូត្រទីមហាសតិប្បដ្ឋានសូត្រនេះគឺស្ថិតនៅលើកូនភ្នំមួយដែលមានរបៀបជាថ្មដាដែលកងនៅលើគ្នានៅពុទ្ធបរិស័ទក៏លេចមើលទៅគឺឃើញថាជាទីកន្លែងសម័យលោកកានិមន្តសវិទ្យាសការកោនោះគឺថាកំចាត់នៅសេចក្តីងងឹតអន្តការនៃលោកហ្នឹងឲ្យ
វិលះបាត់ទៅពធរបស់ព្រះសម្មាសម្ពុទ្ធហ្នឹងគឺជាប្រទីបនៃលោកអញ្ចឹងពធរបស់ព្រះអង្គហ្នឹងគឺជានិយានិកធម៌ចម្លងសត្វឲ្យរួចចាកទុក្ខដើម្បីបូជានៅផ្កាទាំងឡាយទាំងពួងដែលយើងបានចង់ចិត្តជ្រះថ្លាហើយបានមកជួបជុំគ្នានៅក្នុងរសៀលថ្ងៃជាគម្រប់2នេះនៅក្នុងទីក្រុងញូដេលីសូមបង្អោនចិត្តជ្រះថ្លាចំពោះការបូជាគុណព្រះសម្មាសម្ពុទ្ធដូចតទៅសូមអនុមោទនាសម្មាសម្ពុទ្ធស្សនមោតាសភៈកវេតោអរហតោសម្មាសម្ពុទ្ធសនមោតាសភៈកវេតោអរហតោសម្មាសម្ពុទ្ធស្សបបិទ្ធព្រះអង្គដ៏ចម្រើនហើយខ្ញុំព្រះអង្គទាំងឡាយជាគណៈធម្មយាត្រាមកពីព្រះរាជាណាចក្រកម្ពុជាមានសេចក្តីជ្រះថ្លាបានមកនមស្ការថ្វាយបង្គំគាល់នៅទីនេះគាល់គឺទីសម្ដែងមហាសតិប្បដ្ឋានសូត្រមានសេចក្តីជ្រះថ្លាចំហើយនៅបុព្វាទាំងឡាយមានពណ៌ចម្រុះគ្នាមានក្លិនចម្រុះគ្នាអងស្វាយមួយក៏ដែលគណៈធម្មយាត្រាក្រុមវិបស្សនាញាណទាំង16បំពេញបុណ្យនៅទឹកដីពុទ្ធភូមិប្រទេសឥណ្ឌាក៏ហើយថ្ងៃនេះផងដែរពេលនេះផងដែរក៏បាននិមន្តនិងអញ្ជើញមកដល់ស្ថានទី1ក៏ដែលជាស្ថានទីដ៏អស្ចារ្យនៅក្នុងពុទ្ធសាសនាញាតិញោមណាក៏ជាស្ថានទី1ដែលព្រះអង្គទ្រង់ប្រកាសសម្ដែងនៅមហាសតិប្បដ្ឋានសូត្រក៏ដែលស្ថិតនៅក្នុងទីក្រុងញូដេលីទីក្រុងញូដេលីដែនកូរ៉ូហើយក្នុងសម័យនោះគឺទីនេះជាទីស្ថានសបោសបាយហើយប្រជាជនពុទ្ធបរិស័ទនៅទីនេះកាលពីសម័យនោះសបោទៅដោយអ្នកមាននៅសតិបញ្ញាដូច្នេះហើយបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គបាននិមន្តមកសម្ដែងនៅសតិប្បដ្ឋាននៅទីនេះហើយជាកិច្ចដំបូងក៏សូមអារាធនានិមន្តព្រះមហាជយបណ្ឌិតោលៀងសវណ្ណដើម្បីប្រកាសសម្ដែងនៅពធតកតងនៅទីកន្លែងនេះនឹងសូមអារាធនានិមន្តទៀតគ្រូព្រះចរិយាសោភ័ណ្ឌដែលជាថ្នាក់ដឹកនាំនៃគណៈធម្មយាត្រាវិបស្សនាញាណ16មកពីប្រជាណាចក្រកម្ពុជាហើយក៏មានភពសំណាងបានមកដល់ទីកន្លែងដែលព្រះសម្មាសម្ពុទ្ធសុគតសាស្តាសម្ដែងពធមួយដ៏អស្ចារ្យគឺមហាសតិប្បដ្ឋានសូត្រដែលមាននៅក្នុងគម្ពីរត្រៃបិដកមានទាំងបិដកលេខ17គឺទីឃនិកាយឧទ្ទេសវិរៈនិងនិទេសវិរៈច្បាស់លាស់គឺបែងចែកជាបទបាតមេតិកាពេញលេញបរិបូរណ៍គ្រប់គ្រាន់មិនមានខ្វះកន្លះអ្វីទេបិដកលេខ17ផងឈ្មោះថាមហាសតិប្បដ្ឋានសូត្រហើយយើងក៏បានសិក្សាបានអានបានស្ដាប់ខ្លះមកគឺមេតិកាធម៌ហ្នឹងគឺដូចគ្នាបើទោះបីជាព្រះអង្គសម្ដែង2ដងអញ្ចឹងក៏ដោយ
ប៉ុន្តែប្រពុទ្ធដីកានោះគឺមិនបានបែកជា2បែកជា3ទេធម្មយានុបស្សនាសតិប្បដ្ឋានាគឺសតិប្បដ្ឋានទាំង4នេះជាមេតិកាធម៌ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងមកអញ្ចឹងគឺមានគោលបំណងអីខ្លះមានគោលបំណងកំចាត់បងនៅសេចក្តីសោកនិងសេចក្តីខ្សឹកខ្សួលហ្នឹងហើយកំចាត់បងសេចក្តីសោកទុក្ខទោមនោះហើយនឹងបានសម្រេចនៅអរិយមគ្គណាសម្រេចនៅការត្រាស់ដឹងសម្រេចនៅព្រះនិព្វានអញ្ចឹងសតិប្បដ្ឋានទី1គឺសតិប្បដ្ឋានកាយនឹងមានន័យថាការពិចារណាឃើញនៅកាយក្នុងកាយជាប្រក្តីមានសេចក្តីព្យាយាមមានសម្បជញ្ញៈមានសតិកម្ចាត់នៅអវិជ្ជានិងទោមនោះនៅក្នុងលោកមានសតិដែលមានសតិហ្នឹងឲ្យពិចារណាកាយដែលនៅក្នុងមេតិកាធម៌លោកបែងចែកកាយហ្នឹងទៅជាច្រើនប្រភេទទៅជា6ប្រភេទអានាបានបពៈលោកបែងចែកអំពីខ្យល់ដកដង្ហើមចេញចូលក៏ហៅថាកាយឬក៏រាល់ការដែលដកដង្ហើមចេញចូលនោះហៅថាកាយសង្ខារកាយសង្ខារគឺអសសៈបសាសៈហៅថាកាយសង្ខារឬថាកាយសង្ខារគ្រោតគ្រាតក្តីដែលវាកើតឡើងហ្នឹងគឺយើងដែលជាអ្នកចម្រើនធម៌ហ្នឹងក៏បីកំណត់ដឹងថានោះគឺគ្រាន់តែជាកាយគ្រាន់តែជាធាតុអរិយាបថ4ណាឬថាអរិយាបថលើសពីនឹងទៅទៀតក៏មានអរិយាបថ4ដេកដើរឈរអង្គុយគឺយើងក៏បីកំណត់ដឹងណាគឺថាដឹងដោយស្មារតីដែលព្រះអង្គសម្ដែងថាមានធម៌ជាទីពឹងហៅថាព្រះអង្គសម្ដែងថាមនាលវិខោទាំងឡាយអ្នកទាំងឡាយកុំយកវត្ថុដទៃជាទីពឹងឡើយត្រូវយកខ្លួនឯងជាទីពឹងត្រូវយកខ្លួនឯងជាទីពឹងអត្តតិបាអត្តតិបាមានន័យថាត្រូវយកខ្លួនឯងជាទីពឹងអត្តសរណាមានខ្លួនឯងជាទីរលឹកអនញ្ញសរណាណាអត្តតិបាយកខ្លួនឯងជាទីពឹងធម្មតិបាយកធម៌ជាទីពឹងអនញ្ញសរណាណាគឺថាកុំពឹងស្អីដទៃនោះក្រៅពីហ្នឹងកុំពឹងក្រៅពីខ្លួនយើងក្រៅពីធម៌យើងកុំពឹងត្រូវពឹងធម៌ពឹងខ្លួនឯងណាឲ្យមានសភាពមមួនដោយសតិដោយបញ្ញាការចម្រើនសតិនិងបញ្ញានេះតាមរយៈការចម្រើនសតិប្បដ្ឋានហ្នឹងគឺរមែងជាបញ្ញាឬផុតចាក់ទុកគ្រប់ព្រះអង្គគ្រប់គ្នាប៉ុណ្ណាសូមអនុមោទនាឯណាដែលខ្ញុំព្រះករុណាធ្វើឲ្យព្រះព្រាត់ហើយខ្ញុំព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់សូមព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់អត់នៅទោសនោះដល់ខ្ញុំព្រះករុណាnhôm nhôm quỳ bồi chế nó nhôm cái thon nhôm quỳ bồi chế nó cái thon đó